ខ្ញុំនិទានរឿងប្រធានក្រុមហ៊ុនរើសភរិយាចាប់ផ្ដើមឡើងតួស្រីមកប្រាប់តួប្រុសថាខ្ញុំស្រឡាញ់តួប្រុសពេលនោះគូដណ្ដឹងតួប្រុសក៏ចូលមកនិយាយរឿងការភ្ជាប់ពាក្យតើគួរចាត់នៅកន្លែងណាល្អនៅសន្តាគារថ្លៃតួប្រុសគាំងអត់មាត់តួស្រីថាអញ្ចឹងយើងមកប្រកួតគ្នាបានទេតែគូដណ្ដឹងថាឋានៈដូចនាងមិនសមទេតួស្រីថាភ្ជាប់ពាក្យដើម្បីធ្វើមុខជំនួញទោះភ្ជាប់ពាក្យទៅក៏គ្មានសេចក្តីសុខនេះជាពិធីភ្ជាប់ពាក្យរបស់យើងពីរនាក់អ្នកផ្សេងគ្មានសិទ្ធិថ្ងៃបន្ទាប់មកតួស្រីនិងគូដណ្ដឹងយកអាហារពេលព្រឹកមកឲ្យតែតួប្រុសថាខ្ញុំញ៉ាំហើយក៏យកអាហាររបស់តួស្រីឲ្យទៅគូដណ្ដឹងហើយក៏យកអាហារគូដណ្ដឹងឲ្យតួស្រីសុំឲ្យអ្នកទាំងពីរយកទៅញ៉ាំទៅថ្ងៃបន្ទាប់មកទៀតតួស្រីនិងគូដណ្ដឹងដណ្ដើមគ្នាប្រជ្រៀតទ្វារគ្នាចូលមុនគូដណ្ដឹងថាខ្ញុំមកមុនតួស្រីថាខ្ញុំមកមុនពេលនោះតួប្រុសក៏មុជចូលក្រោមតុបាត់ពេលតួស្រីនិងគូដណ្ដឹងរកមិនឃើញក៏ត្រឡប់ទៅវិញលេខាថាតួប្រុសគួរដោះស្រាយបញ្ហាពីរនាក់រវាងគូដណ្ដឹងនិងតួស្រីឲ្យវាច្បាស់លាស់ទៅពេលនោះតួប្រុសមិសេងទៅតួស្រីថាល្ងាចនេះជួបគ្នានៅហាងអាហារពេលតួស្រីទទួលបានមេសេកហើយអសប្បាយយកខោអាវទាំងទូមកលោស្លៀកហើយដើរលោតសប្បាយទៅហាងតួប្រុសសប្បាយចិត្តកាន់បាច់ផ្កាមួយទៅប៉ុន្តែពេលដើរតាមផ្លូវឪពុកទូរស័ព្ទមកប្រាប់ថាទោះឯងចូលចិត្តក្មួយបេមឬអត់ប៉ុន្តែឯងត្រូវភ្ជាប់ពាក្យជាមួយនាងព្រោះក្រុមហ៊ុនរបស់យើងមានបញ្ហាដែលត្រូវឈប់នឹងមួយកន្លែងមានតែការភ្ជាប់ពាក្យរបស់ឯងជាមួយក្មួយបេមដែលអាចសង្គ្រោះក្រុមហ៊ុនរបស់យើងព្រោះក្រុមហ៊ុនគេធំគឺប៉ាសម្រេចតាមនេះពេលនោះប៉ាបិទទូរស័ព្ទតួប្រុសខំស្រែកយ៉ាងណាក៏ឪពុកបិទទូរស័ព្ទពេលនោះតួប្រុសក៏បោះបាច់ផ្កាចោលពេលព្រឹកឡើងតួស្រីទៅដល់ក្រុមហ៊ុនសួរថាយប់មិញបាត់ទៅណាខ្ញុំចាំឡើងមួយជប់សូម្បីពាក្យអធិប្បាយមួយម៉ាត់មិនមានតួប្រុសថាកាលដែលខ្ញុំមិនទៅអ្នកប្រហែលដឹងនៅចម្លើយហើយពេលនោះតួប្រុសថាអញ្ជើញចេញទៅពេលនោះតួស្រីថាខ្ញុំយល់ហើយការរត់ចេញក៏រត់ចេញទៅតួប្រុសហៅលេខាមកប្រាប់ថាពេលនេះខ្ញុំមិនស្រួលក្នុងការជួបមុខទេឲ្យជួយតាមដានហើយមើលថែរក្សាមុខផងពេលនោះតួប្រុសនិងគូដណ្ដឹងក៏ភ្ជាប់ពាក្យឪពុកម្ដាយទាំងសងខាងថាទោះទីបំផុតពេលវេលានេះក៏មកដល់គូទាំងពីរសំគ្នាណាស់ពេលនោះតួស្រីក៏យកកាដូភ្ជាប់ពាក្យមកគូដណ្ដឹងថាខ្ញុំជាអ្នកអញ្ជើញនាងមកតួប្រុសថាយ៉ាងហោចណាស់យើងក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាតួស្រីថាសូមឲ្យមានសេចក្តីសុខចាប់ពេលនេះទៅយើងបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាខ្ញុំស្រេះតែប៉ុណ្ណេះនឹងអានជូននៅភាគបញ្ចប់ជំរាបសួរមិត្តភក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តហើយនឹងរឿងនិទានខ្ញុំនឹងដាក់នៅក្នុង Channel YouTube ទាំងអស់
Thank you for our friend and brother and sister. Please help to subscribe in my YouTube. All the motivation and story I put in the YouTube or please help អរគុណមិត្តភ័ក្តិបងប្អូន